សួស្តីខ្ញុំរ៉ាប់ម៉ាន់វ៉ាខ្ញុំបានយកសាច់រឿងចាស់ដែលខ្ញុំធ្លាប់សម្រាយ100 chapter ជាងទៅហើយដែលខ្ញុំធ្លាប់ធ្វើរហូតដល់80%ណោះប៉ុន្តែដោយសារតែមានបញ្ហាបន្តិចបន្តួចចឹងហើយធ្វើឲ្យបាត់វីដេអូអញ្ចឹងហើយក៏ខ្ញុំយករឿងនេះយកមកធ្វើឆាជាថ្មីហើយព្រមជាមួយនឹងខ្ញុំធ្លាប់ធ្វើបានជាច្រើន chapter រហូតដល់100 chapter ជាងណោះអញ្ចឹងហើយរឿងនេះដែលមានចំណងជើងថាហាងលក់សត្វវេទមន្តឬក៏ដាក់ជាចំណងជើងដែលខ្ញុំដាក់ផ្ទាល់តែម្ដងគឺខ្ញុំគឺជាអ្នកគ្រប់គ្រងសត្វដ៏អស្ចារ្យផ្ដើមសាច់រឿងរបស់យើងមកដោយយើងបានឃើញនៅតួអង្គម្នាក់ផងដែរដែលគាត់បានណែនាំខ្លួនថាខ្លួនគឺមានឈ្មោះថា Shupi ហើយយើងក៏បានឃើញនៅតួប្រុសនេះកំពុងតែនៅជាមួយនឹងកណ្ដុររន្ទះហើយពួកគេទាំងពីរនេះគឺរបួសមែនតើគឺដូចអ្នកទាំងអស់គ្នាគឺបានឃើញហើយថាពេលនេះគឺតួប្រុសរបស់យើងគឺបានឆ្លងក្នុងពិភពលោកមួយហើយយើងក៏បានឃើញអ្វីដែលនៅចំពោះមុខគាត់នេះពោពេញទៅដោយសត្វបិសាចយក្សធំខ្លាំងមែនតើហើយក្នុងស្ថានភាពដ៏អាក្រក់នេះគឺតួប្រុសយើងគ្មានជំរឿទេមានតែរើស្នៃបិសាចតទល់ជាមួយនឹងពួកវាទាំងអស់នោះហើយលើកចង្អុលទៅកាន់បិសាចទាំងអស់នោះជាមួយនឹងកណ្ដុររន្ទះកំពុងតែបញ្ចេញថាមពលរន្ទះហើយបិសាចទាំងអស់នោះក៏បានវាយប្រហារទៅកាន់តួប្រុសរបស់យើងហើយតួប្រុស Shupi របស់យើងនេះក៏មិនរងចាំយូរផងដែរក៏បញ្ចេញកម្លាំងចុងក្រោយរបស់ខ្លួនតទៅកាន់ពួកគេវិញប៉ុន្តែសាច់រឿងរបស់យើងក៏បានកាត់ទៅប៉ុន្មានថ្ងៃមុននឹងកើតហេតុនេះបាត់ទៅហើយដែលខ្លួននេះគឺបានភ្ញាក់ពីដំណេកហើយក៏បានរកឃើញថាខ្លួនឯងនេះគឺបានឆ្លងចូលមកក្នុងពិភពថ្មីហើយយើងក៏បានឃើញនៅការបើកផ្ទះអេក្រង់ទុកចោលមួយដែលផ្ទះអេក្រង់នោះដែរគឺបានណែនាំថាមនុស្សប្រុសម្នាក់នេះគឺមានឈ្មោះថា Shupi ហើយមានអាយុ18ឆ្នាំហើយទូប្រុសរបស់យើងក៏ចាប់ផ្ដើមស្វែងយល់ពីពិភពលោកថ្មីមួយនេះផងដែរហើយក៏បានគិតផងដែរថាតើមានអ្នកដែលឆ្លងមកក្នុងពិភពលោកថ្មីនេះដូចជាខ្លួនច្រើនប៉ុណ្ណាទៅឬក៏មានតែខ្លួនម្នាក់ទេប៉ុន្តែនៅពិភពលោកថ្មីនេះគឺខ្លួនមានតសញ្ញាណថ្មីហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពិភពលោកដែលខ្លួនបានឆ្លងមកនេះគឺពិតជាស្រដៀងទៅកាន់ពិភពលោកចាស់ដែលខ្លួនគឺធ្លាប់នៅខ្លាំងមែនតើដែលគឺជាភពផែនដីប៉ុន្តែមិនត្រឹមតែប៉ុណ្្នឹងនោះទេពិភពលោកមួយនេះគឺជាសាស្ត្រពិតជាជឿនលឿនជាងពិភពលោកចាស់របស់ខ្ញុំទៅទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវិទ្យាសាស្ត្រនៅពិភពលោកមួយនេះក៏មិនសំខាន់ដូចជាការប្រើប្រាស់នៅសត្វផងដែរដែលលើពិភពលោកមួយនេះគេប្រើប្រាស់នៅសត្វវេទមន្តហើយសត្វវេទមន្តទាំងអស់ហ្នឹងគឺពួកគេប្រើប្រាស់ជាប្រចាំថ្ងៃទៅហើយដែលជីវិតពួកគេនេះគឺរស់នៅជាមួយនឹងសត្វវេទមន្តតែម្ដងហើយអ្វីដែលគួរឲ្យចម្លែកនោះគឺនៅពេលដែលមានសង្គ្រាមពួកគេគឺមិនប្រើអាវុធដូចជាកំភ្លើងនោះទេប៉ុន្តែពួកគេគឺប្រើប្រាស់នៅសត្វវេទមន្តហើយសត្វវេទមន្តណាដែលមានអំណាចនិងមានឥទ្ធិពលខ្លាំងក្លានោះដូចជានៅប្រទេសណាមួយនៅបង្កើតនៅឥទ្ធិពលប្រទេសនោះនិងបង្កើតចំណាក់ណាកាន់តែខ្ពស់និងមានអំណាចទៀតផងហើយពិភពលោកមួយនេះដែរគឺអ្នកខ្លាំងគឺស៊ីអ្នកខ្សោយហើយដោយនៅពេលនេះខ្ញុំរស់នៅក្នុងពិភពលោកមួយដែលពោពេញទៅដោយអ្នកខ្លាំងហើយអ្នកខ្លាំងតែងតែត្រូវគេគោរពអញ្ចឹងហើយខ្ញុំទៅរស់នៅក្នុងពិភពលោកនេះហើយក៏តែមានធម៌ពលខ្លាំងក្លាផងដែរហើយទូប្រុសរបស់យើងគឺមានកម្រងរៀបចំផែនការគ្រប់យ៉ាងដើម្បីឲ្យដំណើរជីវិតអនាគតរបស់ខ្លួនគឺធ្វើដំណើរទៅដោយយ៉ាងស្រួលហើយអ្វីគ្រប់យ៉ាងដែលជារបស់តួប្រុសដែលមានឈ្មោះថា Shupi នេះក៏ដូចជារបស់ខ្លួននៅពេលនេះផងដែរហើយតួប្រុសយើងគឺបំរុងនឹងចាស់ចេញទៅខាងក្រៅនឹងឯងប៉ុន្តែក៏បានជួបនារីក្វ័យក្មេងម្នាក់ផងដែរហើយធ្វើឲ្យនារីវ័យក្មេងម្នាក់នោះគឺភ្ញាក់ផ្អើលខ្លាំងមែនតើតែមកនេះមិនមែនជាបងប្រុសដ៏អាស្រ័យល្ងងរបស់ខ្លួនទេអីហេតុអីថ្ងៃនេះគឺក៏ងើបពីប្រឡំខ្លាំងម្ល៉េះសង្ស័យមេឃភ្លៀងគឺបាក់មេឃទៅហើយដែលខ្ញុំដឹងហើយថាម្នាក់នេះគឺជាប្អូនស្រីរបស់តួប្រុសយើងហើយពេលនោះដែរគឺធ្វើឲ្យតួប្រុសចាប់ផ្ដើមគិតហើយថាតើក្មេងស្រីម្នាក់នេះគឺជាប្អូនស្រីម្ចាស់កាយមួយនេះមែនទេប៉ុន្តែតួប្រុសយើងក៏បានចាប់អារម្មណ៍ទៅកាន់កំភ្លើរបស់កញ្ញាយើងធ្វើឲ្យគាត់ថាអូយពិតជាគួរឲ្យចាប់អារម្មណ៍មែនមិនតែមិនបាច់មើលភ្នែករបស់តួប្រុសយើងទេហើយកញ្ញាយើងគេមិនតាមបានណែនាំឈ្មោះទេខ្ញុំសូមហៅឈ្មោះគាត់តែម្ដងទៅដែលឈ្មោះរបស់គាត់នោះមានឈ្មោះថា Su Lily តែតួប្រុសនោះគឺបានចាប់អារម្មណ៍ទៅដល់មេដៃប្រាក់ដែលនាងកំពុងតែពាក់នឹងឯងតើវាគឺជាអ្វីទៅហើយកញ្ញា Lily របស់យើងគឺចាប់ដឹងថាតួប្រុសយើងនេះកំពុងតែសម្លឹងមើលដើមទ្រូងរបស់ខ្លួនក៏ធ្វើឲ្យនាងគឺខឹងខ្លាំងមែនតើអាចចង្រៃតែឯងមើលស្អីទៅក៏បានដាក់មួយដៃចំកណ្ដាលពោះរបស់តួប្រុសយើងបាត់ទៅហើយធ្វើឲ្យគាត់នេះគឺស្រែកអកតែម្ដងហើយសំខាន់ណាស់ធ្វើឲ្យតួប្រុសយើងគឺថាតើនាងម្នាក់នេះគឺជាគោមែនទេមិនក៏កំដាប់ដៃធ្ងន់យ៉ាងនេះហើយពេលនេះដែរនាងក៏បានណែនាំខ្លួនផងដែរថាខ្លួននេះគឺជាអ្នកចម្បាំងវេទមន្តដែលនាងនេះគឺទៅតែដាស់នៅធម្មពលវេទមន្តថ្មីនោះទេពេលនេះនាងមានឈ្មោះថា Su Linyerប៉ុន្តែខ្ញុំសូមហៅឈ្មោះចាស់របស់នាងហើយដែលមានឈ្មោះថា Su Lily នាងគឺជាអ្នកចម្បាំងសត្វ level 1ហើយនាងគឺជាសិស្សសាលា Academy អញ្ចឹងហើយកុំឲ្យបងរបស់ខ្លួននេះគឺមកចូលជាមួយខ្លួនប្រយ័ត្នត្រូវហើយទូប្រុសក៏ចាប់ផ្ដើមកាត់ផងដែរមើលទៅម្ចាស់រោគដើមនេះប្រហែលជាមិនចោះសម្រងជាមួយនឹងប្អូនស្រីរបស់ខ្លួនទេងើបឈរនិយាយទៅកាន់ប្អូនស្រីរបស់ខ្លួនថាយើងគឺជាបងរបស់ឯងណាមិនក៏ឯងធ្វើដល់ថ្នាក់ដឹងជាមួយយើងហើយថែមទាំងគិតទៀតថាមើលទៅម្ចាស់រោគដើមមួយនេះប្រហែលជាអាក្រក់ខ្លាំងណាស់ហើយបងប្អូនស្អប់ដល់ថ្នាក់ហ្នឹងបែបហ្នឹងហើយកញ្ញាលីលីក៏បានតបសំណួររបស់ទូប្រុសតែម្ដង
តើបងប្រែហ្នឹងគឺផ្លេចរឿងសប្បាយរបស់បងទាំងការអាម៉ានពីមុនហើយមែនទេដែលខ្លួនការមិនតន់ដានដល់ធម្មពលវិតមុនណាគឺបងឯងធ្វើបាបខ្លួនខ្លាំងមែនតែនតាំងពីដាក់សត្វល្អិតក្នុងកាតាបដាក់កាវនៅលើកៅអីយកថ្នាំដុសបកនយកបណ្ដាក់ក្នុងថ្នាំដុសថ្មីឲ្យខ្លួនដុសដាក់កាវក្នុងស្បែកជើងនិយាយទៅគឺរៀបរាប់ឡើងអស់តែម្ដងធ្វើឲ្យតួប្រុសយើងថាស្អីគេតែខ្លួនឯងកាលពីមុននឹងគឺវាដល់ថ្នាក់ហ្នឹងហើយពេលនេះដែរកញ្ញាលីលីក៏បានរៀបចាក់ចេញទៅវិញប៉ុន្តែនាងក៏បានប្រាប់ទៅកាន់បងប្រុសរបស់ខ្លួនផងដែរថាឲ្យទៅមើលហាងរបស់ខ្លួនផងព្រោះថាភ្ញៀវគឺខំមកជេរខ្លាំងមែនតែនហើយមើលទៅបើថ្ងៃនេះបងឯងធ្វើមិនល្អទេដឹងតែមកវិញគឺត្រូវរបស់ខ្ញុំហើយមុននឹងផុតទៅគឺនាងបានថែមទាំងពីមួយទៀតថាសូមមេត្តាបងឯងធ្វើឲ្យល្អតិចទៅកុំឲ្យម្ដាយយើងនេះគឺខូចចិត្តនឹងបងច្រើនជាងនឹងអីហើយនៅពេលដែលមានរឿងទាំងអស់នេះហើយធ្វើឲ្យទូប្រុសយើងគឺគិតថាម្ចាស់សម្បកកាយការពីមុនហ្នឹងតើវាគឺអន់ដល់ថ្នាក់ណាទៅហើយក៏គ្មានប្រយោជន៍ផងដែរសូម្បីតែប្អូនស្រីរបស់ខ្លួនឯងនេះក៏មើងងាយទៅកាន់អាប្រុសម្នាក់នេះទៀតហើយយ៉ាងណាក៏ល្អដែរព្រោះថាខ្លួននេះក៏មានហាងសម្រាប់ផ្ទាល់ខ្លួនមួយសម្រាប់លក់ដូរហើយយើងក៏បានកាន់មកដល់ទីក្រុងនេះផងដែរដែលលើសម្លេងថាបត់ស្ដាំបត់ឆ្វេងទៅមុខទៅត្រង់ហ្នឹងឯងដែលចេញអំពីសំណាក់ Google Map របស់យើងហើយពេលនេះដែរទូប្រុសយើងក៏បានធ្វើដំណើរតាម Google Map មកដល់ហាងសត្វវេទមន្តរបស់ខ្លួនហើយប៉ុន្តែมันបាច់មើលសភាពហាងនោះទេលើកាំងកញ្ចាស់ហើយទូប្រុសរបស់យើងគឺបើកសោដើម្បីចូលទៅក្នុងហាងប៉ុន្តែក៏ជាសំណាងដែរដែលគេឲ្យ scan កាយ៉ៅដៃបើឲ្យវ៉ាលីកូនោះខ្លួនឯងគឺដឹងតែចប់ហ្មងហើយទ្វារក៏បានបើកមកប៉ុន្តែសំណាអាក្រក់អីគឺជាប់គាំងបើកបានតែពាក់កណ្ដាលទេធ្វើឲ្យទូប្រុសនេះគឺត្រូវចំណាយខ្លួនឯងនេះត្រូវអោនដើម្បីចូលទៅប៉ុន្តែនៅពេលបានចូលទៅគឺធ្វើឲ្យគាត់នេះគឺគាំងខ្លាំងមែនទែនព្រោះបានទទួលក្លិនដ៏ឈ្ងុយឈ្ងប់មួយផងដែរធ្វើថាតើគឺជាក្លិនស្អីទៅនៅពេលដែលបានចូលទៅមើលឲ្យចិត្តទៅគឺទឹកដឹងថានោះគឺជាសត្វឆ្កែកំប៉ុងតែជួអាចនឹងឯងធ្វើឲ្យគាត់គឺខឹងខ្លាំងមែនទែនបានជេរថាអាឆ្កែចង្រៃមិនក៏ឯងហ៊ានអញនៅក្នុងហាងរបស់អញអញ្ចឹងហើយសំខាន់ណាគឺលោកបងឆ្កែយើងណាគឺមិនខ្វល់ជាមួយទូប្រុសទៀតថែមទាំងស្ដោះទឹកមាត់ឌឺតែម្ដងធ្វើឲ្យទូប្រុសគឺក្តៅជាមួយនឹងអាឆ្កែនឹងខ្លាំងមែនទែនបាននិយាយឲ្យថាអាចង្រៃអញក្តៅណាអញចង់តែចាប់ហើយនេះយកទៅស្លការីនោះទេប៉ុន្តែគឺគ្មានទេត្រូវបានអាណាម្នាក់ធាក់ទូប្រុសយើងពីខាងក្រោយខ្នងគឺត្រឡប់ឡើង3 4ជុំតែម្ដងហើយក៏បានស្រែកសួរថាអាម៉ាស៊ីនណាធាក់អញហើយអ្នកធាក់នោះក៏បានឆ្លើយផងដែរថាគឺជាអញគឺជាភ្ញៀវរបស់ហើយនឹងហើយក៏បានសួរទៅកាន់ទូប្រុសទៀតផងថាតើហែងបាត់ក្បាលតាណាឡើងមកអាទិត្យហើយមិនបាច់មើលសម្រស់របស់លោកបងយើងនោះទេគឺស្ទាវចំតួតែម្ដងហើយក៏ធ្វើឲ្យទូប្រុសគឺឆ្ងល់ខ្លាំងមែនតែនតើវាគឺជាមិត្តឬក៏សត្រូវទៅមិនតាន់ដឹងស្អីហងគឺត្រូវមួយជើងបាត់ទៅហើយវានិយាយថាវាជាភ្ញៀវរបស់ខ្ញុំទៀតភ្ញៀវបកាច់យកស្អីធាក់ម្ចាស់ហាងមួយជើងស្វាគមន៍បាត់ទៅហើយយើងក៏បានឃើញនៅសត្វតោរបស់អាប៉ែកនឹងផងដែរដែលជាសត្វវេទមន្តរបស់អាប៉ែកមួយដែលធាក់ទូប្រុសនឹងឯងដែលត្រូវចាប់ឃុំអស់រយៈពេល3ថ្ងៃមើលមុខគ្នាចោះឡើងកំសត់ហើយធ្វើអាប៉ែកនោះគឺក្តៅខ្លាំងមែនតើគឺចាប់ផ្ដើមរៀបរាប់ពេញនឹងទៅហើយដែលបាននិយាយទៅកាន់ទូប្រុសថាអាចោលមកសៀតឯនេះបានចាប់ឃុំជាមួយនឹងតោរបស់យើងជាមួយនឹងតោរបស់មិត្តភក្តិរបស់យើងគឺ10ក្បាលទៀតនៅក្នុងទ្រុងអស់ជាច្រើនថ្ងៃឯនេះគឺធ្វើបាបសាររបស់យើងខ្លាំងមែនតើតែឯនេះគឺមិនស្គាល់នរកទេអីហើយពេលនោះដែរទូប្រុសក៏បាននិយាយទៅកាន់អាប៉ែហ្នឹងថាឲ្យសម្រួលទៅបងហើយខ្ញុំនឹងខំប្រឹងមើលថែសត្វបងឲ្យល្អពេលអនាគតហើយសត្វបងផ្ញើរឿងខ្ញុំទាំងប្រហែលម៉ានហ្នឹងខ្ញុំធានាថាខ្ញុំមើលថែទាំងអត់គិតថ្លៃតែម្ដងប៉ុន្តែគឺគិតក្នុងចិត្តឲ្យថាតែម្ចាស់រូបកាយដើមនេះវាអីក៏ចង្រៃយ៉ាងនេះអាក្រក់តែម្ដងប៉ុន្តែសម្ដីនេះបែរជាធ្វើអាប៉ែហ្នឹងគឺកាន់តែក្តៅនោះទេវាបាននិយាយទៅកាន់ទូប្រុសថាអាចោលមកសៀតអើយតើហែងគិតថាអញគឺក្រលុយមែនហើយពេលនោះអាប៉ែហ្នឹងក៏បានបញ្ជាខ្លាខ្មៅរបស់ខ្លួននេះចូលទៅចាប់ការទូប្រុសតែម្ដងផ្ដោតមេរៀនទៅកាន់ទូប្រុសហើយខ្លារបស់យើងបានសម្រុកចូលទៅជាមួយនឹងកំហឹងខ្លាខ្មៅនៅស្នៀតបន្ទុះហើយពេលនោះទូប្រុសខំប្រឹងនិយាយថាកុំឆេវឆាវអីប៉ុន្តែយើងក៏បានឃើញខ្លានោះគឺបានចូលទៅដល់ខាងក្រោយទូប្រុសបាត់ទៅហើយជាមួយនឹងទំពូដែលនៅចិត្តករបស់ទូប្រុសធ្វើឲ្យទូប្រុសនេះគឺផិតភ័យខ្លាំងមែនតែនតើមនុស្សនៅពិភពលោកនេះតែងតែដោះស្រាយគ្នាដោយការប្រើប្រាស់អំពើហិង្សាមែនទេហើយក៏ធ្វើឲ្យទូប្រុសគឺចាប់ផ្ដើមគិតថាឋានសួគ៌ហេតុអីក៏ម្ចាស់រូបដើមនេះបង្កបញ្ហាច្រើនម្ល៉េះហើយក៏បាននិយាយទៅកាន់អាប៉ែនោះផងដែរថាបងដោះលែងប្អូនសិនទៅយើងអាចចរចាគ្នាបានប៉ុន្តែលោកបងរបស់យើងនេះគឺគ្មានចង់ចរចាជាមួយនឹងទូប្រុសនោះទេបាននិយាយទៅកាន់ទូប្រុសថាអាកូនឯងនេះបានធ្វើឲ្យសត្វសង្គ្រាមរបស់យើងនេះគឺធ្លាក់នៅសមត្ថភាពតាកូនឯងហ្នឹងគឺចង់សងលុយជាមួយបងអ្ម៉េចហើយពេលនោះលោកបងរបស់យើងនេះគឺស្រាប់តែនឹកឃើញកំណត់មួយផងដែរបាននិយាយទៅកាន់ទូប្រុសថាឥឡូវនេះខ្ញុំមានកំណត់ថ្មីមួយដើម្បីឲ្យឯងនេះគឺសងប្រាក់យើងហើយក៏បាននិយាយទៅកាន់ខ្លាខ្មៅថាឥឡូវនេះឯងទៅបានទទួលស្គីជំនាញនៃការវាយប្រហារថ្មីឥឡូវនេះគឺយកទូប្រុសរបស់យើងនេះធ្វើជាផ្ទាំងស៊ីបសាឡបងតែម្ដងទៅហើយខ្លាយើងក៏ទទួលបញ្ជាដូចចិត្តទៀតហើយខ្លារបស់យើងនេះក៏បានបញ្ចេញនៅថាមពលឡាស៊ែរដើម្បីកម្ចាត់ទៅកាន់ទូប្រុស
ហើយយើងក៏បានដឹងដែរថាខ្លាខ្មៅនេះគឺមានខ្សែឈាមនាគរាជសហើយធ្វើឲ្យទូប្រុសនេះគឺកាន់តែភ័យទៀតផងពន្លឺនេះគឺខ្លាំងខ្លាណាស់ហើយអីក៏ចង្រៃយ៉ាងនេះលោកអើយតែខ្លានេះគឺមានខ្សែឈាមនាគរាជមិនដឹងថាធម្មពលវាគឺខ្លាំងប៉ុណ្ណាទេគឺបានស្រែកចេះតែកាន់អាមួយនោះថាអាចឈួតហើយខ្លារបស់យើងក៏បានបញ្ចេញធម្មពលទៅកាន់ទូប្រុសហើយធ្វើឲ្យទូប្រុសនេះគឺកាន់តែស្លន់ហើយប៉ុន្តែសារទៅពេលនោះទូប្រុសក៏បានស្រែកខ្លាំងថាខ្លួនគឺមិនទាន់ចង់ស្លាប់នៅពេលនេះទេក្នុងក្លៀមខ្លួនគឺជាអ្នកដែលបានឆ្លងចូលមកក្នុងពិភពលោកមួយនេះខ្លួនមិនទាន់ចង់ស្លាប់ឡើយហើយក្នុងខ្លួនជាអ្នកដែលមានធម៌ពលទុនខ្សោយក៏ដោយប៉ុន្តែខ្លួនចង់ខ្លាចជាអ្នកខ្លាំងគ្រាន់តែនិយាយចប់ភ្លាមក៏មានធម៌ពលរន្ទះបាញ់ចំទៅកាន់ទូប្រុសតែម្ដងហើយក៏បានធ្វើឲ្យទីនោះគឺបញ្ឈប់ពេលវេលាសូម្បីតែអាប៉ែតនោះក៏បានបញ្ឈប់ផងដែរហើយស្របពេលគ្នាក៏មាននៅផ្ទាំង window មួយផងនៅចំពោះមុខទូប្រុសតែម្ដងដែលវាបាននិយាយឲ្យថាគឺបានរកមនុស្សដែលមានឆន្ទៈដូចនឹង system តែម្ដងហើយក៏បានឲ្យទូប្រុសនេះគឺចោះកិច្ចសន្យាជាមួយវាហើយពេលនេះដែរក៏ធ្វើឲ្យទូប្រុសគឺសប្បាយចិត្តខ្លាំងមែនតើនេះគឺជាស្តង់ដារដែលខ្ញុំបានឆ្លងចូលមកពីក្នុងពិភពលោកមួយនេះហើយក៏ជាអ្វីដែលខ្ញុំចង់បានដូចគ្នាហើយ system ក៏បានភ្ជាប់វាជាមួយនឹងហាងតែម្ដងគឺមិនបានភ្ជាប់ជាមួយទូប្រុសនោះទេធ្វើឲ្យទូប្រុសគឺគាំងខ្លាំងមែនតើតើស្អីគេទៅមិនក៏ system ហ្នឹងទៅភ្ជាប់គ្នាជាមួយនឹងហាងរបស់ខ្លួនទៅវិញហើយពេលនេះការភ្ជាប់ប្រព័ន្ធជាមួយទូប្រុសក៏បានជោគជ័យផងដែរហើយក៏ធ្វើឲ្យទូប្រុសក៏ឆ្ងល់តើហេតុអីរាងកាយខ្លួនគឺផ្លាស់ប្ដូរបែបនេះហើយពេលនោះ system បានប្រាប់ទៅកាន់ទូប្រុសថានៅពេលដែលទូប្រុសបានភ្ជាប់នៅប្រព័ន្ធនេះជាមួយហាងហើយធ្វើឲ្យទូប្រុសពេលនៅក្នុងហាងឬក៏នៅចិត្តហាងណាគ្មានដូចមិនណាដែលអាចវាប្រហារទៅកាន់ទូប្រុសបាននោះទេនិយាយទៅគឺធម្មពលទាំងអស់ដែលវាផារកាន់ទូប្រុសគឺគ្មានដូចមិនធ្វើឲ្យទូប្រុសឈឺសូម្បីតែបន្តិចបែបហ្នឹងហើយធ្វើឲ្យទូប្រុសមានអារម្មណ៍ថាអញ្ចឹងខ្លួនមិនជាអមតៈទៅហើយព្រោះគ្មានអ្នកណាអាចវាដូចមិនមកកាន់ខ្លួនបានហើយក៏ធ្វើឲ្យទូប្រុសចាប់អារម្មណ៍ហើយព្រោះ system នេះមិនមែនភ្ជាប់ជាមួយនឹងខ្ញុំនោះទេប៉ុន្តែវាបែរជាភ្ជាប់ជាមួយនឹងហាងនេះទៅវិញបែបហ្នឹងហើយ system ក៏បានសុំទោសទៅកាន់ទូប្រុសផងដែរបានភ្លេចថាទូប្រុសយើងក៏ជាម្ចាស់ហាងនេះមករូបដែរធ្វើទូប្រុសគឺសរសើរតការ system ហ្នឹងហើយពិតជាមានជំនាញជីវៈក្នុងការធ្វើការងារមែនប៉ុន្តែមិនបាច់មើលទឹកមុខរបស់ទូប្រុសទេលួចជេរក្នុងចិត្តហើយពេលវេលាក៏ចាប់ផ្ដើមដើរត្រឡប់មកវិញតែអាប៉ែកយើងនេះគឺបញ្ជាសាររបស់ខ្លួនវាប្រហែលទៅកាន់ទូប្រុសដែលធម្មពលនេះគឺខ្លាំងក្លាមែនតើប៉ុន្តែគ្មានទេទូប្រុសចាប់ខ្ទប់នឹងដៃតែម្ដងហើយក៏បានស្ដាយបញ្ជាទៅកាន់អាឆ្កែនោះថាអាកូនឯងចង់ធ្វើស្អីហ្នឹងហើយលេបធម្មពលកូនឯងហ្នឹងត្រឡប់ទៅវិញទៅដែលធ្វើឲ្យខ្លារបស់យើងនេះគឺបង្ខំចិត្តលេបធម្មពលចូលទៅវិញហើយមើលទឹកមុខគ្នាទៅពិតជាគួរអាណិតខ្លាំងមែនតើហើយពេលនោះទូប្រុសក៏បានសួរទៅកាន់អាប៉ែយើងថាតើកូនឯងមានអីត្អូញត្អែទៀតអត់អាកូនយើងនៅពេលដែលបានឃើញសមត្ថភាពទូប្រុសដែលអាចចាប់នៅធម្មពលខ្លាខ្មៅរបស់ខ្លួននឹងដៃផ្ទាល់បានបែបនេះគឺគិតថាទូប្រុសនេះប្រហែលជាអ្នកខ្លាំងហើយក៏បាននិយាយថាគឺគ្មានទេតែក៏មើលមុខគ្នាអីគ្នាឡើងភ័យស្លន់ទៅហើយពេលនោះទូប្រុសដែលឃើញថាកូនយើងគឺលេងមានអីប្រកែកទៅហើយអញ្ចឹងហើយក៏បានប្រាប់ថាអញ្ចឹងបើគ្មានអីទៀតទេគួរតែទុកខ្លាខ្មៅរបស់អ្នកឯងហ្នឹងគឺនៅក្នុងហាងរបស់ខ្ញុំនេះមើលថែពីមួយថ្ងៃទៀតសិនទៅហើយយើងក៏បានឃើញទូប្រុសនេះសន្យាថានឹងមើលថែសាររបស់អាប៉ែហ្នឹងឲ្យបានល្អជាទីបំផុតក្នុងន័យក្តីស្រឡាញ់ខ្លាំងមែនតើប៉ុន្តែក្នុងខ្សែភ្នែកអាប៉ែយើងនេះវិញបែរជាឃើញទូប្រុសយើងនេះគឺខូខើខ្លាំងមែនតើនិយាយពាក្យទាំងកំណាចតែម្ដងធ្វើឲ្យវិញនេះគឺរត់ចាចេញពីហាងរបស់ទូប្រុសតែម្ដងបានស្រែកឲ្យម៉ែវាជួយហើយតើទូប្រុសយើងនេះចង់សម្លាប់ខ្លួនមែនទេគឺពិតជាគួរឲ្យខ្លាចណាស់ហើយធ្វើឲ្យទូប្រុសនេះគឺឆ្ងល់ខ្លាំងមែនទេមិនក៏កូននឹងគឺស្លន់ស្លោរត់ចាចេញអញ្ចឹងតើខ្ញុំនេះគួរឲ្យខ្លាចខ្លាំងណាស់មែនហើយជួនជាចៃដន្យអី system ក៏បាន alert សួរទូប្រុសថាតើទូប្រុសចង់ឲ្យវានេះគឺដោះស្រាយបញ្ហាហាងនៅបច្ចុប្បន្ននេះដែរទេហើយទូប្រុសយើងក៏បានគិតថាsystem នេះចិត្តល្អមែនក៏បានជួយដំណើរការក៏មានធម៌ពលផ្ទុះឡើងខ្លាំងហើយមួយរំពេចសោះគឺហាងរបស់ទូប្រុសគឺស្អាតថេងតែម្ដងធ្វើទូប្រុសនេះគឺលាន់មាត់ហើយនៅពេលនោះទូប្រុសក៏ចាប់អារម្មណ៍ទៅកាន់បន្ទប់មួយផងដែរហើយក៏ឆ្ងល់ថាវាគឺជាបន្ទប់អ្វីទៅហើយនៅពេលដែលបានចូលដល់ខាងក្នុងនោះគឺធ្វើឲ្យទូប្រុសគឺបានដឹងហើយនេះគឺជាទ្រូងសត្វឯតាហើយ system ក៏បានលើប្រាប់ទូប្រុសផងដែរថាទ្រង់សัตว์នេះគឺទើបតែមាន level 1ទេហើយពេលនោះទូប្រុសក៏ឆ្ងល់ហើយសួរទៅកាន់ system ថាចោះទ្រង់ទុយម្លឹងដាក់ AVC មិនទៅហើយអា system គឺប្រាប់ហើយថានៅពេលដែលសัตว์នៅក្នុងទ្រង់ហ្នឹងគឺវាចូលលក្ខណៈដាំដុះអញ្ចឹងហើយគឺមិនឃ្លានមិនស្រេកទឹកទេមិនបាច់ចាំដាក់ចំណីឲ្យនោះទេហើយធ្វើឲ្យទូប្រុសក៏គិតផងដែរថាខ្លួនមិនបាច់ចាំមើលថែសัตว์ហ្នឹងនោះទេព្រោះមាន system នេះគឺមើលថែនឹងការពេលវារួចទៅហើយក៏ឆ្ងល់ផងដែរថាចុះខ្លួនឯងនេះគឺត្រូវធ្វើអ្វីបន្ត
គ្រាន់តែលើសំដីទូប្រភ្លាម system ក៏ផ្ដល់ភេរកិច្ចទៅកាន់ទូប្រភ្លាមឲ្យបង្វឹកសត្វវេទមន្តសួរថាចង់បង្វឹកឆ្កែប្រច័ណ្ឌឬក៏កណ្ដុររន្ទះបែបហ្នឹងហើយទូប្រគឺសម្រាប់ចិត្តយកកណ្ដុររន្ទះតែម្ដងទៅព្រោះខ្លួនគឺមិនសូវចូលចិត្តឆ្កែប្រច័ណ្ឌនោះផងហើយនៅពេលដែលបានយកហើយ system ក៏បានប្រាប់ទៅកាន់ទូប្រទៀតថាវាគឺជាកណ្ដុររន្ទះ level 1ថាមពលជំនាញរបស់វាគឺជាថាមពលរន្ទះធ្វើឲ្យទូប្រគឺឆ្ងល់ខ្លាំងមែនទែនកណ្ដុរនេះគួរឲ្យស្រឡាញ់ខ្លាំងមែនទែនបែរជាមានជំនាញដ៏គួរឲ្យខ្លាចបែបនេះហើយ system ក៏បានឥឡូវប្រាប់ទៅកាន់ទូប្រដូចគ្នាទៀតថាសត្វគឺមានប្រភេទផ្សេងៗគ្នាហើយក៏វាទទួលជំនាញតាមអាស្រ័យអ្នកដែលបង្ហាត់វាផងដែរហើយយើងមិនភ្លេចនៅពាក្យប្រចាំតករបស់កណ្ដុររន្ទះនោះទេគឺញាក់សាច់ហើយ system ក៏បានឲ្យទូប្រនេះគឺដោយបំពេញភារកិច្ចនៅទឹកដីមួយដែលមានឈ្មោះថាពិភពលោកកូរន្ទះហើយក៏បានបញ្ជូនទូប្រទៅភ្លាមតែម្ដងធ្វើឲ្យទូប្រគឺមិនបានត្រៀមខ្លួននោះទេធ្លាក់ទៅឡើងស្លន់ស្លោពេញនឹងទៅហើយក៏បានចូលដល់ក្នុងពិភពលោកមួយនោះកន្លប់3-4ជុំតែម្ដងហើយក៏ធ្វើឲ្យទូប្រចាប់ផ្ដើមឆ្ងល់ហើយតែនេះគឺជាពិភពលោកដែលខ្លួនគឺត្រូវមកបំពេញភារកិច្ចមែនទេហើយយើងក៏បានឃើញនៅពិភពលោកកូរន្ទះរបស់យើងហើយគឺពោពេញទៅដោយកូរន្ទះរបស់គេពិតមែនហើយបើដើមឈើវិញគឺពិតជាធំខ្លាំងមែនតើមើលតែទូប្រទៅឡើងដូចជាស្រមោចហើយធ្វើឲ្យទូប្រនេះភ្ញាក់ផ្អើលមែនតើនៅពេលដែលបានឃើញដើមឈើទាំងអស់នោះវាពិតជាមានទំហំធំខ្លាំងមែនតើហើយចោះតម្រាំតែបិសាចហើយមួយទៀតគឺភពផែនដីមួយនេះតើវាទំហំប៉ុណ្ណាទៅហើយយើងក៏បានឃើញថាកណ្ដុររន្ទះដូចជាភ័យខ្លាចខ្លាំងមែនតើហើយ system ក៏បានចេញមកប្រាប់ទៅកាន់ទូប្រផងដែរថាទឹកដីកូរន្ទះមួយនេះពិតជាស័ក្តិសមនឹងការបង្វិលទៅកាន់កណ្ដុររន្ទះខ្លាំងមែនតើហើយបើទូប្រចូលកាន់តែជ្រៅប៉ះបិសាចកាន់តែខ្លាំងដូចគ្នាហើយពេលនោះដែរធ្វើឲ្យទូប្រគឺធូរទ្រង់ខ្លាំងមែនតើព្រោះគិតថាខ្លួនឯងនេះគឺនៅចម្រៅខាងក្រៅអញ្ចឹងហើយគឺប៉ះបិសាចមិនសូវខ្លាំងនោះទេគឺតងរួនកូនកណ្ដុររន្ទះឡើងគ្នានេះគឺចង់ពុលផ្អកទៅហើយពេលនោះដែរក៏បានចេញនៅបិសាចមួយដែលជាបិសាចខ្លាំងមែនតើដែលចម្រៅ1សែនឯណោះដែលជាបិសាចដ៏អស្ចារ្យហើយទូប្រក៏ពិតគឺនៅចម្រៅដែលជ្រៅខ្លាំងបំផុតនឹងឯងធ្វើឲ្យទូប្រគឺភ័យខ្លាចមែនតើព្រោះមិនដែលឃើញបិសាចដ៏ខ្លាំងមហាសាលបែបនេះពីមុនមកទេហើយបិសាចនោះក៏បានបាញ់ធម្មពលរន្ទះពណ៌ក្រហមរបស់វាទៅកាន់ទូប្រធ្វើឲ្យទូប្រគឺស្លាប់ភ្លាមតែម្ដងហើយទូប្រក៏បានកើតមកវិញផងដែរធ្វើឲ្យខ្លួននឹងឆ្ងល់មែនតើមុននឹងខ្លួនឯងទើបតែងាប់តាហើយពេលនោះដែរ system ក៏បានប្រាប់ទៅកាន់ទូប្រផងដែរថាទូប្រគឺបានស្លាប់ហើយប៉ុន្តែនៅក្នុង system កំពុងតែរងចាំការរស់ឡើងវិញផងដែរហើយក៏បានប្រាប់ទៀតផងថាបើទូប្រនេះគឺមានការវិតម្លៃទាបនោះទូប្រមិនអាចរស់ឡើងវិញនោះទេដែលគួរឲ្យការវិតម្លៃនេះគឺក្រោមពី60ឡើយហើយពេលនោះធ្វើឲ្យទូប្រនេះគឺគៀងខ្លាំងតែពោពេញទៅដោយចម្ងល់តែម្ដងហើយចោះការវិតម្លៃខ្លួននៅពេលនេះតើវានៅកម្រិតណាទៅហើយពេលនោះដែរ system ក៏បានប្រាប់ទៅកាន់ទូប្រថាទូប្រនេះគឺបំពេញភារកិច្ចនៅទីនេះរយៈពេល3ថ្ងៃហើយដោយសារតែការវិតម្លៃទូប្រនេះវាទាបពេកអញ្ចឹងហើយគឺមិនអាចវិតម្លៃទៅកាន់ទូប្របាននោះទេធ្វើឲ្យទូប្រគឺខឹងខ្លាំងមែនតើគឺបានជេរទៅកាន់ system ជេរយកតែម្ដងថែមទាំងមានម៉ែទៀតផងហើយ system ក៏បានឆ្លៀតប្រាប់ទៅកាន់ទូប្រទៀតផងដែរថាមុននឹងគឺវាច្រឡំដែលផ្ញើទូប្រទៅកាន់កន្លែងដែលបិសាចដែលខ្លាំងបំផុតចឹងហើយសមត្ថភាពទូប្រមិនដល់ចឹងហើយចាំបញ្ជូនទូប្រទៅកន្លែងបិសាចថ្នាក់មធ្យមហើយក៏ធ្វើឲ្យទូប្រនេះគឺគៀងជាមួយនឹងសម្ដីរបស់អា system នឹងខ្លាំងមែនតើតែមានតែប្រាប់ទៅកាន់អា system នឹងថាឆាប់ឲ្យខ្លួនឯងនេះគឺរស់ឡើងវិញឲ្យលឿនទៅហើយ system ក៏ជូនតាមសំណូមពរយើងក៏បានឃើញទូប្រនេះគឺ generate ឡើងមកវិញហងដែរហើយចំពេលគ្នានោះយើងក៏បានឃើញនៅការចុះកិច្ចសន្យាជាមួយនឹងសត្វវេទមន្តផងដែរជាមួយនឹងកណ្ដុររន្ទះហើយយើងក៏បានដឹងថានេះគ្រាន់តែជាការចុះកិច្ចសន្យាបណ្ដោះអាសន្នជាមួយនឹងកណ្ដុររន្ទះតែប៉ុណ្ណោះហើយ system ក៏បានជូនពរទូប្រឲ្យមានសុខសុវត្ថិភាពនៅទីនេះផងដែរហើយពេលនោះដែរទូប្រក៏បានឃើញនៅបិសាចមួយកំពុងតែស៊ីស្មៅប៉ុន្តែក៏បានមើលទៅកាន់កណ្ដុររន្ទះឃើញវាថាកំពុងតែភ័យខ្លាចខ្លាំងមែនតើក៏បានគិតផងដែរថាប្រហែលជាមិនស្រួលទេមើលទៅហើយភ្លាមនោះយើងក៏បានឃើញបិសាចមួយគឺហត់ទៅខាំសត្វសេះរបស់យើងតែម្ដងដែលវានោះគឺជាបិសាចចម្រៅ10ម៉ែត្រដែលជាបិសាចដែលកាចជាងគេនឹងឯងហើយវានោះមានឈ្មោះថាដង្កូវវាខ្សាច់ហើយក៏ដូចជាអ្វីដែលទូប្រគឺបានគិតផងដែរហើយបែបហ្នឹងហើយទូប្រក៏បានបញ្ជានៅកណ្ដុររន្ទះរបស់ខ្លួននេះវាប្រហែលទៅកាន់បិសាចនោះព្រោះវាមិនជាបិសាចចម្រៅ100ម៉ែត្រនោះទេហើយកណ្ដុររន្ទះយើងក៏បានចូលវាប្រហែលទៅកាន់នៅបិសាចមួយនោះប៉ុន្តែគ្មានទេនៅពេលដែលចូលទៅគឺដូចអេររមាស់អញ្ចឹងធ្វើឲ្យវាឆ្ងល់តែស្អីគេមិញហ្នឹងតែគ្មានទេក៏នៃការបុកអំបញ្ញមិញនេះគឺបានធ្វើឲ្យកណ្ដុររន្ទះគឺងាប់បាត់ទៅហើយក៏ធ្វើឲ្យទូប្រនេះគិតថាកណ្ដុររន្ទះនេះគឺការខ្លាំងមែនតើអញ្ចឹងហើយមានតែឲ្យកណ្ដុររន្ទះនេះគឺរស់ឡើងវិញហើយយើងក៏បានឃើញនៅកណ្ដុររន្ទះនេះគឺរស់ឡើងវិញហើយ
ប៉ុន្តែអ្វីដែលចម្លែកនោះគឺយើងក៏បានឃើញ system បានដាក់នៅលេខនៅខាងក្រោមជើងរបស់កណ្ដុររន្ទះផងដែរដែលវានេះគឺមានការរស់គឺអាណន់តែម្ដងហើយលើកនេះដែរកណ្ដុររន្ទះក៏បានចូលវាប្រហែលកាន់បិសាចវាខ្សែរបស់យើងប៉ុន្តែទូប្រមិនឲ្យចូលវាយឆានោះទេគឺបញ្ជាឲ្យវាយលេចវាយកើតមិនឲ្យចូលឆាដូចជាលើកមុននោះទេហើយក៏ឲ្យដាក់ស្នៀតចុងបញ្ចប់របស់ខ្លួននេះវាប្រហែលកាន់បិសាចនោះទៀតផងហើយយើងក៏បានឃើញកណ្ដុររន្ទះនេះហក់វាប្រហែលកាន់នៅបិសាចដង្កូវវាខ្សែរបស់យើងហើយធ្វើឲ្យទូប្រនេះគឺថាជោគជ័យហើយយើងក៏បានឃើញថាបិសាចនេះគឺមិនទាន់ងាប់នោះទេហើយវាក៏បានវាប្រហែលកាន់កូនកណ្ដុររន្ទះគឺងាប់តែម្ដងហើយពេលនេះគឺងាប់ទៀតទៅហើយទូប្រក៏បានឲ្យនៅកូនកណ្ដុររន្ទះយើងគឺរស់ឡើងវិញហើយវាប្រហែលកាន់បិសាចនោះបន្តតែយើងមិនដឹងថាគឺងាប់អស់ប៉ុន្មានដងនោះទេព្រោះឃើញតែ system នេះទូប្រចុចរហូតទៅហើយងើបវាយរហូតហើយតែលើកនេះគឺការកើតរបស់កណ្ដុររន្ទះលើកនេះគឺពិតជាការខ្លាំងមែនតើពោពេញទៅដោយធម្មពលរន្ទះហើយ system ក៏បានប្រាប់ទៅកាន់ទូប្រផងដែរថាពេលនេះកណ្ដុររន្ទះបានរៀនជំនាញធម្មពលកូលាន់បានសម្រេចហើយធ្វើទូប្រគឺសប្បាយចិត្តខ្លាំងមែនតើបានបញ្ជាកូនកណ្ដុររន្ទះឲ្យចូលវាប្រហែលលើកនេះជាមួយនឹងស្នៀតដែលបានទៅតែចេះថ្មីតែម្ដងហើយយើងក៏បានឃើញធម្មពលដែលកណ្ដុររន្ទះបានបញ្ចេញឲ្យដែលវានោះគឺជាព្យុះសង្ឃរេរន្ទះនឹងឯងហើយយើងក៏បានឃើញថាធម្មពលនេះខ្លាំងតែដែលអាចសម្រាប់នៅបិសាចក្អែករបស់យើងនេះត្រឹមតែមួយស្នៀតទេច្រឡំគឺដង្កូវវាខ្សាច់ហើយយើងក៏បានឃើញសភាពកូនកណ្ដុររន្ទះផងដែរគឺពិតជាហត់ខ្លាំងតែហើយ level របស់កណ្ដុររន្ទះក៏ចិត្តដល់ level 2ផងដែរហើយធ្វើឲ្យទូប្រនេះគឺសប្បាយចិត្តជាមួយនឹងលទ្ធផលនេះខ្លាំងមែនតើប៉ុន្តែមិនតាន់នឹងស្អីផងក៏មានការរំជួយដែលជាខ្លាំងតែម្ដងហើយក៏បានផុសចេញនៅបិសាចដង្កូវវាខ្សាច់ជាច្រើនក្បាលដែលជាបិសាចកម្រិតជំរឿទី100តែម្ដងដែលមុនហ្នឹងគឺវាយកូនគេឥឡូវម៉ែគេគឺមកវិញហើយធ្វើទូប្រគឺភ្ញាក់ផ្អើលតែនហេតុក៏ច្រើនក្បាលយ៉ាងនេះហើយសាច់រឿងរបស់យើងក៏បានប្រើអំពីបិសាចដង្កូវនេះផងដែរដែលបិសាចដង្កូវនេះវាចូលចិត្តរស់នៅគឺជាឈ្វោងតែម្ដងហើយកម្រិតរបស់វាវិញគឺជាកម្រិត B rank យើងក៏បានឃើញនៅការវាបហារបស់ដង្កូវវាខ្សាច់នេះត្រូវទៅកាន់ទូប្របាត់ទៅហើយធ្វើឲ្យទូប្រនេះគឺក្អួតចេញសិតតែលោហិតហើយពេលនេះធ្វើឲ្យទូប្រគឺចាប់ផ្ដើមពិចារណាអាដង្កូវកូននឹងឯងវាយចង់ហប់ចង់រស់ហើយឥឡូវមានអាម៉ែមេនឹងមកទៀតហើយតាខ្លួនឯនេះគឺទៅបន្តប្រយោជន៍ជាមួយនឹងពួកអាបិសាចទាំងអស់ហ្នឹងទៀតមែនហើយបិសាចដង្កូវវាខ្សាច់ទាំងអស់នេះដែរធម្មពលរបស់វាពិតជាខ្លាំងក្លាមែនតើដែលកម្លាទៅកាន់ទូប្រនេះគឺពិតជាឆ្ងាយខ្លាំងណាស់ហើយបើមើលទៅកាន់កណ្ដុររន្ទះទៀតក៏របួសធ្ងន់ទៀតហើយពេលនេះដែរទូប្រគឺមានគោលបំណងចង់បោះបង់ចោលតែម្ដងគិតថាមិនអាចយកឈ្នះបានមានតែបោះបង់ហើយគិតថា system នេះក៏អាចជួយជីវិតខ្លួនឯងរស់ឡើងមកវិញស្រាប់ផងបិសាចក៏បំរុងនឹងត្របាក់ស៊ីទៅកាន់ទូប្រទៅហើយប៉ុន្តែកណ្ដុររន្ទះក៏បានងើបឡើងមកវិញធ្វើឲ្យទូប្រក៏បានដឹងអំពីវត្តមានរបស់កណ្ដុររន្ទះផងដែរហើយកណ្ដុររន្ទះក៏បានហោះវាប្រហែលទៅកាន់បិសាចដង្កូវវាខ្សាច់នោះដើម្បីការពារម្ចាស់តែម្ដងដែលធ្វើឲ្យទូប្រគឺបានដឹងហើយថានេះមិនមែនជាការបញ្ជារបស់ខ្លួននោះទេប៉ុន្តែវាគឺជាឆន្ទៈផ្ទាល់ខ្លួនរបស់កណ្ដុររន្ទះដែលចង់ការពារម្ចាស់ហើយកូនកណ្ដុររន្ទះរបស់យើងក៏បានស្រែកគំរាមទៅកាន់បិសាចដង្កូវវាខ្សាច់នោះផងដែរហើយទូប្រនៅពេលបានឃើញនៅការតស៊ូនិងឆន្ទៈដ៏អស្ចារ្យរបស់កណ្ដុររន្ទះហើយធ្វើឲ្យទូប្រនេះក៏មានឆន្ទៈចង់បន្តប្រយុទ្ធផងដែរគ្មានអីដែលត្រូវខ្លាចជាមួយនឹងការប្រយុទ្ធនោះទេសេចក្តីស្លាប់គ្មានអ្វីអស្ចារ្យឡើយហើយទូប្រគឺមិនបោះបង់នោះទេក៏បានរើស្នែងបិសាចដែលបានបាក់នឹងឯងហើយក៏យកស្នែងនោះចង្អុលទៅកាន់បិសាចទាំងអស់នោះគឺខ្លួនមិនព្រមនៅមួយកន្លែងដើម្បីឲ្យបិសាចនោះសម្លាប់ទៀតទេហើយបិសាចទាំងអស់នោះក៏វាប្រហែលទៅកាន់ទូប្រទោះបីជាត្រូវស្លាប់ក៏ដោយក៏ទូប្រមិនខ្លាចផងដែរសោកចិត្តស្លាប់ក្នុងនាមគឺជាអ្នកប្រយុទ្ធហើយយើងក៏បានកាន់មកពេលដែលទូប្រយើងគឺបានរស់ឡើងវិញបាត់ទៅហើយមុននឹងគឺវាយមិនឈានដង្កូវវាខ្សាច់នោះទេគឺ700នឹងឯងហើយក៏ធ្វើឲ្យទូប្រនេះគឺហត់អស់កម្លាំងខ្លាំងមែនតើទោះបីខ្លួននេះគឺស្លាប់ហើយរស់ឡើងវិញក៏ដោយហើយ system ក៏បានចេញមកប្រាប់ទៅកាន់ទូប្រផងដែរដោយសារតែផ្លូវចិត្តហើយនិងសមត្ថភាពរបស់ទូប្រហ្នឹងវាការពេកអញ្ចឹងហើយគឺតម្រូវឲ្យទូប្រនេះគឺវឹកហាត់បន្ថែមដើម្បីឲ្យផ្លូវចិត្តហើយជាមួយនឹងកម្លាំងរបស់ទូប្រនេះគឺខ្លាំងក្លាជាងមុនហើយទូប្រក៏ចាប់ផ្ដើមគិតផងដែរម៉ាស៊ីនត្រូវការប្រេងអ៊ីនធឺណិតដើម្បីដំណើរការហើយក៏មិនត្រូវខ្ជះខ្ជាយនៅប្រេងអ៊ីនធឺណិតទាំងអស់នោះដែរវាប្រៀបបានដូចជាខ្លួនផងដែរមិនត្រូវខ្ជះខ្ជាយពេលវេលាដើម្បីវឹកហាត់នោះទេហើយពេលនោះដែរគឺកណ្ដុររន្ទះចាប់ផ្ដើមចេញសកម្មភាពទៀតហើយធ្វើឲ្យទូប្រគឺដឹងភ្លាមថាកំពុងតែមានគ្រោះថ្នាក់ហើយគឺដូចជាបិសាចមុនហ្នឹងហើយធ្វើឲ្យទូប្រគឺគិតថាតែអាចទេគឺជាបិសាចដង្កូវវាខ្សាច់មិនមែនទេវាខុសពីមុនធ្វើឲ្យទូប្រគឺគិតថាតែអាចទេយើងក៏បានឃើញនៅបិសាចនោះផងដែរដែលបានចេញមកដែលទូប្រកំពុងតែឈរលើខ្នងវានឹងឯងដែលវានោះគឺជាបិសាចកន្លាតថ្មចំណែកកម្រិតរបស់វាវិញគឺជាបិសាចជំរឿទី10បិសាចកន្លាតនោះក៏ប្រូតកាស៊ីទៅកាន់ទូប្រប៉ុន្តែទូប្រក៏បានកិច្ចផតអាយ៉ាកិច្ចផត
ហើយពេលនេះពួកគេទាំងពីរក៏បានរួមដៃគ្នាដើម្បីកម្ចាត់បិសាចនោះទៀតហើយយើងក៏បានកាត់ពេលវេលាទៅដល់ពេលព្រឹកផងដែរយើងបានឃើញទូប្រុសនេះសភាពពិតជាតោកយ៉ាខ្លាំងមែនតើហើយ system ក៏បានចេញមកអបអរទៅកាន់ទូប្រុសដែលបានវឹកហាត់ជោគជ័យហើយយើងក៏បានឃើញរាងកាយរបស់ទូប្រុសនេះកំពុងតែកេងនៅលើគំនរសារសពបិសាចឡើងច្រើនតែម្ដងហើយយើងក៏បានដឹងថាទូប្រុសនេះគឺស្លាប់រហូតដល់69ដងជាមួយនឹងកណ្ដុររន្ទះនេះស្លាប់រហូតដល់ជិត900ដងឯណោះហើយសត្វបិសាចដែលទូប្រុសបានសម្លាប់នឹងវិញគឺចំនួនពិតជាច្រើនខ្លាំងមែនតើរហូតដល់472ក្បាលឯណោះហើយ system ក៏បានចេញមកបានប្រាប់ទៅកាន់ទូប្រុសថាកណ្ដុររន្ទះគឺបានរៀននៅជំនាញថ្មីធ្វើទូប្រុសគឺភ្ញាក់ផ្អើលខ្លាំងមែនតើជំនាញសម្ងាត់ជាជំនាញកម្ពុជាទាំង10ចំណោមមួយមែនទេហើយយើងក៏បានដឹងអំពីខ្សែឈាមរបស់សត្វបិសាចផងដែរដែលគេចាប់ទុកថាជារ៉ែងហ្នឹងគឺជាខ្សែឈាមរបស់សត្វបិសាចទាំងអស់ហ្នឹងនៅពេលដែលខ្សែឈាមរបស់ពួកវាគឺមានកម្រិត1កម្រិត2រហូតទៅដល់កម្រិតផ្សេងទៀតដែលគេបែងចែករហូតដល់6កម្រិតធំហើយចំណែកឯខ្សែឈាមដល់កម្រិតទី10គឺជាខ្សែឈាមព្រៃនិទាននឹងឯងហើយកម្រិតក៏គេបែងចែកចំនួន10ដូចគ្នាគឺកម្រិតព្រៃនិទានដូចនឹងខ្សែឈាមផងដែរហើយកន្លែងហ្នឹងបើអ្នកទាំងអស់គ្នាអត់ចូលទេខ្ញុំនិយាយបកស្រាយប្រាប់តែម្ដងទៅខ្សែឈាមនឹងកម្រិតហ្នឹងគឺផ្សេងគ្នាដូចជារ៉េនអញ្ចឹងដោយអ្នកទាំងអស់គ្នាហ្នឹងគឺរ៉េន10ប៉ុន្តែlevel អ្នកនរគ្នា level 1ទេទៅវាយជាមួយនឹងគេ level 3 level 4ប៉ុន្តែខ្សែឈាមគេគាត់តែជាខ្សែឈាមមួយអញ្ចឹងមានន័យថាអ្នកឯងគឺខ្លាំងជាងពួកបិសាចទាំងអស់ហ្នឹងគឺខ្សែឈាមអ្នកឯងគឺខ្លាំងជាងហើយកណ្ដុររន្ទះនេះក៏មានសមត្ថភាពអាចវិវត្តខ្សែឈាមផ្លាស់ជាខ្សែឈាមកំពូលផងដែរហើយ system ក៏បានប្រាប់ទៅកាន់ទូប្រុសថាក្នុងពិភពលោកក៏រន្ទះនេះវាជំនួយការវឹកហាត់ទៅកាន់កណ្ដុររន្ទះខ្លាំងមែនតើហើយមិនត្រឹមតែប៉ុណ្្នឹងទេកណ្ដុររន្ទះបានឆ្លងនៅជីវិតការស្លាប់និងរស់ហើយសមត្ថភាពរបស់វាគឺពិតជាខ្លាំងក្លាមែនតើហើយក៏ធ្វើឲ្យទូប្រុសនេះក៏សប្បាយចិត្តផងដែរក៏ឲ្យ system នេះបញ្ជូនខ្លួនត្រឡប់ទៅវិញហើយ system ក៏ធ្វើតាមបំណងរបស់ទូប្រុសយើងក៏បានឃើញទូប្រុសនេះគឺរលាចាក់ចេញពីពិភពលោកកូររន្ទះនេះហើយយើងក៏បានកាត់ទៅដល់ប្រឡឹងសប្បានិមិត្តមួយផងដែរដែលគឺជាវិធីករនឹងឯងបានប្រកាសអំពីការប្រកួតប្រចាំសាលាផងដែរដែលគេជាការប្រកួតរវាងសត្វព្រលឹងនិងសត្វព្រលឹងហើយមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមពិភាក្សាគ្នាហើយថាឆ្នាំនេះសិស្សណាទៅដែលជាជើងឯកហើយពេលនោះយើងក៏បានឃើញនៅមនុស្សគ្រប់គ្នាបាននិយាយអំពីមនុស្សម្នាក់ដែលមានឈ្មោះថា John Seal ខ្លាំងមែនតើហើយកញ្ញាយើងក៏បានគិតថា John Seal ទៀតហើយយើងក៏បានស្គាល់ឈ្មោះរបស់នាងដែរដែលឈ្មោះថាយ៉ាងលីនខ្ញុំហៅថាកញ្ញាលីនតែម្ដងទៅហើយនាងនេះគឺជាសិស្សឆ្នាំទី3នៃសាលាអាខាមីគឺដូចទៅជានឹងសាលារបស់កញ្ញាលីរបស់យើងដូចគ្នាហើយក៏បាននឹកឃើញទៅដល់ពេលការប្រកួតនឹងឯងជាមួយនឹងអាប៉ា John Seal ដែលបានធ្វើឲ្យខ្សែវេទមន្តរបស់ខ្លួននេះគឺរបួសជាច្រើនតែម្ដងពិសេសនោះគឺជាតោស្នែង3របស់ខ្លួនដែលរបួសមិនអាចប្រយុទ្ធជាមួយនឹងអាប៉ា John Seal នឹងបានទៀតទេហើយខ្លួននេះគឺត្រូវប៉ាអាប៉ា John Seal នឹងគឺជាវគ្គផ្ដាច់ពាត់ចុងក្រោយទៀតផងហើយក៏បាននឹកឃើញទៅដល់កណ្ដុររន្ទះខ្លួនមានតែយកគេនោះទេទោះបីដឹងថាកណ្ដុររន្ទះនឹងគឺគ្មានធម្មពលប្រយុទ្ធក៏ដោយប៉ុន្តែគឺដើម្បីតែការប្រកួតលើកចុងក្រោយហើយយើងក៏បានឃើញថាកញ្ញាលេននេះកំពុងតែរអ៊ូល្ងើទៅហាងរបស់ទូប្រុសហើយយើងក៏បានឃើញឈ្មោះហាងរបស់ទូប្រុសហើយដែលមានឈ្មោះថាសាវតាវឈីហើយនៅពេលដែលចូលមកខាងក្នុងកញ្ញាយើងក៏បានសួរថាមានអ្នកណាគេនៅអត់ហើយដោយសារតែឃើញហាងនេះស្អាតពេកក៏គិតថាហាងហ្នឹងសង្ស័យត្រៀមលក់អីមិនដឹងផងហើយក៏សួរថាតើមានអ្នកនៅអត់ខ្លួននេះគឺមកយកសត្វវេទមន្តរបស់ខ្លួនវិញហើយពេលនោះទូប្រុសក៏បានចេញមកហើយនឹងរ៉ែតែកាន់កញ្ញាលីនផងដែរហើយកញ្ញាលីនក៏បានប្រាប់ទៅកាន់ទូប្រុសថាខ្លួននេះគឺជាម្ចាស់កណ្ដុររន្ទះធ្វើឲ្យទូប្រុសនេះគឺគិតឲ្យតែនាងគឺជាម្ចាស់កណ្ដុររន្ទះមែនទេហើយទូប្រុសក៏បានចេញទៅយកកណ្ដុររន្ទះទាំងអស់សង្ឃឹមតែម្ដងក៏ឲ្យកញ្ញាយើងនឹងគឺត្រៀមលុយដើម្បីបង់ប្រាក់ទៅហើយកញ្ញាយើងក៏បានមើលទៅកាន់ទូប្រុសពីខាងក្រោយខ្នងក៏គិតថាទូប្រុសមិនក៏ចម្លែកម្លេះហើយក៏គិតថាតើទូប្រុសហ្នឹងគឺគិតថាខ្លួនឯងហ្នឹងគឺអត់សងលុយមែនហើយកញ្ញាយើងក៏បាននិយាយទៅកាន់ទូប្រុសថារឿងបងប្រាក់ហ្នឹងគឺមិនបាច់បារម្ភទេតែទូប្រុសក៏ថាគឺដឹងហើយមើលតែតាមកិច្ចសន្យាទៅហើយយើងក៏បានឃើញទូប្រុសនេះគឺចូលទៅខាងក្នុងបាត់ហើយធ្វើឲ្យកញ្ញាយើងគឺគិតថាតើតិចធ្វើទូប្រុសហ្នឹងគឺខឹងខ្លួនទៅពេលនេះយើងក៏បានឃើញនៅកណ្ដុររន្ទះផងដែរហើយទូប្រុសក៏បានចាប់លើកណ្ដុររន្ទះលើកឡើងមកបាននិយាយថាក្មេងតូចដល់មកឯងភ្ញាក់ហើយឥឡូវនេះឯងក៏ដល់ពេលត្រឡប់ទៅផ្ទះរបស់ឯងវិញដូចគ្នាហើយយើងក៏បានឃើញថាកណ្ដុររន្ទះពិតជាសប្បាយរីករាយខ្លាំងមែនតើទូប្រុសក៏បានយកកណ្ដុររន្ទះចាចេញទៅបាននិយាយថាក្មេងតូចនៅពេលដែលឯងត្រឡប់ទៅផ្ទះវិញហើយកុំភ្លេចយើងណាថាយើងនេះគឺជាម្ចាស់ហាងរបស់ឯងដូចគ្នាហើយកណ្ដុររន្ទះយើងក៏ដូចជាដឹងទៀតថាទូប្រុសយើងនេះគឺមានអារម្មណ៍បែបណាហើយពេលនោះដែរ system ក៏បានប្រាប់ទៅកាន់ទូប្រុសផងដែររាល់ប្រាក់ដែលទូប្រុសរកស៊ីនៅក្នុងហាងទាំងបំបានមកហ្នឹងណាវានឹងបំលែងទៅខ្លាចជា
ថាមកពុតបន្ទុទាំងអស់តែម្ដងហើយ system ក៏បន្តផ្ដល់នូវកិច្ចការមួយទៅកាន់តួប្រុសឲ្យធ្វើផងដែររយៈពេល7ថ្ងៃបើតួប្រុសបានជោគជ័យនោះនឹងទទួលសៀវភៅបុរាណមួយផងដែរប៉ុន្តែបើបរាជ័យនោះគឺដឹងតែចេះដោយតែម្ដងហើយតួប្រុសអាចទិញ potion ដើម្បីដាក់សមត្ថភាពខ្លួនឯងឲ្យខ្លាចជាអ្នកចម្បាំងវេទមន្តផងដែរដែលជាអ្នកចម្បាំងសត្វវេទមន្តហ្នឹងហើយធ្វើឲ្យតួប្រុសគឺភ្ញាក់ផ្អើលមែនតើដែលខ្លួននេះគឺអាចខ្លាចជាអ្នកចម្បាំងសត្វវេទមន្តដែលយើងអាចថាដូចជាកញ្ញាលីននិងកញ្ញាលីលីដែលនាងដាក់សមត្ថភាពខ្លាចជាអ្នកចម្បាំងសត្វវេទមន្តមនុស្សមួយចំនួនខ្លះគឺមិនមានសមត្ថភាពអាចដាក់ខ្លាចជាអ្នកចម្បាំងនោះទេហើយយើងក៏បានឃើញនៅតួប្រុសនេះបានចូលមកក្នុងហាងវេទមន្តនឹងផងដែរនិយាយទៅគឺគ្មានអ្នកណាអាចចូលក្នុង shop នេះបានទេមានតែតួប្រុសម្នាក់គត់ហើយ system នេះណែនាំទៅកាន់តួប្រុសឡើងអស់សាច់អស់ឈាមតែម្ដងនិយាយច្រើនខ្លាំងណាស់បន្ទាប់ពីស្ដាប់ការរាយរាប់រងច្រើនរបស់ system ហើយតួប្រុសក៏សម្រេចចិត្តទិញនៅ potion ដើម្បីដាក់សមត្ថភាពប៉ុន្តែដោយសារតែតួប្រុសនេះគឺមិនមានពិន្ទុធម្មពលនោះទេអញ្ចឹងហើយគឺមិនអាចទិញបានឡើយហើយតួប្រុសក៏បានឆែកនៅធម្មពលរបស់ខ្លួនគឺគាំងខ្លាំងមែនតើគឺមានត្រឹមតែមួយពិន្ទុឲ្យគត់ហើយពេលនោះដែរជាចៃដន្យអីចំពេលដែលកញ្ញាលីងយើងនេះគឺបាញ់លុយទៅកាន់តួប្រុសតែម្ដងដែលចំនួននោះរហូតដល់ 180,000 យួនហើយក៏ធ្វើឲ្យតួប្រុសនេះគឺសើចសប្បាយដូចជាមនុស្សស្គួនអញ្ចឹងតែប៉ុណ្ណេះខ្លាចជាអ្នកចម្បាំងសត្វវេទមន្តហើយអាកូនតែយើងមិនដឹងថាវាកើតស្អីនោះទេសុកស្រុកស្រាប់តែការបដូរប្រាក់នេះគឺបានត្រឹមតែ108 យួនហើយសាច់រឿងរបស់យើងក៏បានកាត់ទៅដល់ថ្ងៃប្រកួតយើងក៏បានឃើញវិធីកប់ប្រកាន់នៅការប្រកួតផងដែរហើយយើងក៏មិនតាន់ដឹងស្អីផងយើងក៏បានឃើញកញ្ញាលីនេះគឺចាញ់ 1-0 បាត់ទៅហើយដែលនោះគឺជាខ្លាខ្មៅស្នែង3របស់អាប៉ែចនសៀរបស់យើងនឹងឯងវាក៏ជាសិស្សឆ្នាំទី3ដូចជាកញ្ញាលីនផងដែរហើយវាថែមទាំងសួរឌឺទៀតថាតើអូនស្រីនៅចង់បន្តទៀតអត់ហើយយើងក៏បានឃើញអ្នកទស្សនាទាំងអស់គ្នានេះគឺពិតជាល្អខ្លាំងមែនតើការប្រកួតនេះពិតជាគួរឲ្យធុញហើយសូម្បីតែលោកបងម្នាក់នេះក៏គាត់ថាកញ្ញាយើងដឹងតែចាញ់ទៀតហើយកញ្ញាសក្រហមម្នាក់នេះគឺបាននិយាយទៀតថាមើលទៅនាងនេះគឺមិនឆ្លាតនោះទេនិយាយទៅសមត្ថភាពរបស់នាងគឺអន់ហើយយើងក៏មើលអាពីរនាក់នេះវិញវាពិតជាសើចសប្បាយឌឺដងខ្លាំងមែនតើវាមាក់ងាយទៅកាន់កញ្ញាលីនខ្លាំងណាស់ហើយពេលនេះយើងកាត់មកកាន់កញ្ញាលីនរបស់យើងវិញហើយគេក៏បានសួរនាងផងដែរតើនាងចង់បន្តប្រយុទ្ធឬក៏បញ្ចប់ហើយកញ្ញាលីនក៏ចាប់ផ្ដើមគិតផងដែរថាសត្វកម្ពុជារបស់នាងនេះគឺកំពុងតែរបបមិនតបព្យាបាលបាននោះទេកាលពីប្រកួតមុនប៉ុន្តែយើងមិនបាច់មើលកណ្ដុររន្ទះថាកំពុងធ្វើស្អីនោះទេហើយថែមទាំងនាងគិតទៀតថានាងគឺជាសិស្សឆ្នាំទី3ហើយបើការប្រកួតនេះនាងចាញ់នោះនាងនឹងត្រូវបណ្ដេញចេញពីសាលាមិនខាននោះទេហើយយើងមកមើលអាប៉ែចនសៀនឹងគឺចង់បញ្ចប់រឿងហ្នឹងឲ្យលឿនតែម្ដងក៏បានបញ្ជាឆ្កែរបស់ខ្លួននេះបាញ់បញ្ចប់គ្រប់យ៉ាងតែម្ដងដែលចំពោះមុខកញ្ញាយើងគឺពោពេញទៅដោយអណ្ដាតភ្លើងដ៏ខ្លាំងក្លានាងគឺពិតជាភ័យខ្លាំងតែបានស្រែកសុំចោះចាញ់តែម្ដងហើយយើងក៏បានឃើញបន្ទូនោះផ្ទុះឡើងខ្លាំងពេញទីលានហើយធ្វើឲ្យមនុស្សគ្រប់គ្នាគឺផាត់ភ័យជាមួយនឹងការបន្ទូនេះខ្លាំងតែដោយសារធម្មពលវាខ្លាំងក្លាពេកប៉ុន្តែយើងក៏បានឃើញថាកញ្ញាលីនយើងគឺមិនមានការប៉ះពាល់អ្វីនោះឡើយនោះគឺចេញអំពីសំណាចៅក្រមបានចេញមកការពារទៅកាន់កញ្ញាលីនហើយពេលនេះដែរក៏បានបញ្ចប់ដល់ជុំទី1តែម្ដងហើយចាំមើលអាប៉ែនេះវិញវាពិតជាក្តៅខ្លាំងមែនតើប៉ុន្តែកញ្ញារបស់យើងក៏បានមើលទៅកាន់កណ្ដុររន្ទះនាងគឺគ្មានសង្ឃឹមនឹងយកឈ្នះនោះទេព្រោះកណ្ដុររន្ទះយើងគឺមើលទៅអាលីអាលើខ្លាំងមែនតើហើយពេលនេះវិធីក៏បានប្រកាសនៅជុំទី2ដើម្បីប្រកួតផងដែរហើយកញ្ញាយើងគឺមានគោលបំណងចង់បើទៅកាន់កូនកណ្ដុររន្ទះយ៉ាងណាក៏ធម្មពលវាបានឡើងទៅដល់កម្រិតទី3ផងដែរហើយវិធីក៏ចាប់ផ្ដើមប្រកាសអំពីកណ្ដុររន្ទះជាមួយនឹងកញ្ញាលេនេះគឺចាប់ផ្ដើមការប្រកួតប៉ុន្តែមនុស្សគ្រប់គ្នាគឺស្រែកឲ្យកញ្ញាយើងនេះគឺបោះបង់ការប្រកួតនេះចោលតែម្ដងទៅតែមើលកណ្ដុររន្ទះយើងគឺដូចជាស្ដាប់ភាសានឹងយល់ពិតជាខឹងខ្លាំងមែនតើហើយកញ្ញាយើងនេះមានគោលបំណងនឹងបោះបង់ទៅហើយប៉ុន្តែរលនឹងលើកដៃបោះបង់កណ្ដុររន្ទះយើងគឺចូលទៅប្រឈមមុខជាមួយនឹងបិសាចឆ្កែនោះតែម្ដងហើយកញ្ញាលីនេះគឺបានស្រែកហាទៅកាន់កណ្ដុររន្ទះឲ្យត្រឡប់មកវិញផងដែរវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយកញ្ញាលីនរបស់យើងក៏បានឃើញនៅកណ្ដុររន្ទះនេះគឺញាក់ភ្នែកមកដាក់ខ្លួនទៀតផងធ្វើឲ្យកញ្ញាលីនថាអ្នកហើយយើងក៏បានឃើញអាប៉ែចនសៀរបស់យើងបានថាបើសិនជាអ្នកមិនចោះចាញ់ទៅហើយអញ្ចឹងបញ្ចប់គ្រប់យ៉ាងទៅបញ្ជាឆ្កែនៅរស់បញ្ជាអណ្ដាតភ្លើងវាប្រហែលតែកាន់អ្នកទាំងពីរនោះហើយយើងបានឃើញកណ្ដុររន្ទះបញ្ចេញធម្មពលខ្លាំងក្លាមែនតើដែលធ្វើឲ្យកញ្ញាសក្រហមម្នាក់នេះក៏ចាប់អារម្មណ៍នៅជំនាញកណ្ដុររន្ទះដែលបានបញ្ចេញមកផងដែរហើយកញ្ញាលៀនរបស់យើងក៏បានបញ្ជានៅកណ្ដុររន្ទះយើងឲ្យវាប្រហារប៉ុន្តែក៏បានបង្អាតដោយសារនៅធម្មពលដ៏មហាសាលរបស់អាប៉ែនឹងយើងដែលវាពោពេញទៅដោយអណ្ដាតភ្លើងហើយកណ្ដុររន្ទះខំប្រឹងកិច្ចខ្លាំងមែនតើតែចុងក្រោយក៏នៅតែត្រូវអណ្ដាតភ្លើងនោះដដែលហើយកញ្ញាសក្រហមរបស់យើងនេះគឺអស់សង្ឃឹមហើយគឺខ្លួនឯងប្រហែលជាគិតច្រើនពេកហើយពេលប្រកួតមួយនេះក៏នៅតែបន្តអញ្ចឹងហើយអាប៉ែរបស់យើងនេះគឺឲ្យចូលទៅចាប់ការនៅកណ្ដុររន្ទះតែមិនឲ្យសម្លាប់ទេធ្វើទៅរនកម្មម្ដងបន្តិចកញ្ញាយើងក៏បានបើទៅកាន់កូនកណ្ដុររន្ទះហើយពេលនោះគឺលពឿនបាត់មួយផ្លែតែម្ដង
ធ្វើមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលមែនទែនល្បឿននេះវាពិតជាលឿនពេកហើយដែលកណ្ដុររន្ទះគឺបានមកចំហៀងទៀតបាត់ទៅហើយហើយវិធីក៏បានថាកណ្ដុររន្ទះនេះគឺអាចកិច្ចអំពីការវាយប្រហារនេះបានហើយលើកនេះកណ្ដុររន្ទះក៏បានបញ្ចេញថាមកពុំម្ដងទៀតផងដែរគឺគ្មានឱកាសបង្អាននោះទេកញ្ញាសក្រហមយើងក៏បានដឹងដែរជំនាញនេះហើយយើងក៏បានឃើញនៅការបញ្ចេញនៅថាមពលរន្ទះនេះផងដែរដែលវានេះគឺជាស្នៀតសម្ងាត់ហើយកម្រិតរបស់វាវិញគឺជាថ្នាក់ទី7ឯណោះហើយថាមពលនេះជីងជាតម្រងដាវបានវាយប្រហារទៅកាន់ឆ្កែបិសាចស្នែង3របស់យើងនេះហើយកម្លាំងវាខ្លាំងមែនទែនរហូតដល់ថាធ្លុះរបាំងតែម្ដងសូម្បីតែនៅខាងក្រៅនៃការប្រកួតនេះក៏បានឃើញនៅធម្មពលនេះផងដែរពួកគេក៏ឆ្ងល់ថាវាគឺជាធម្មពលអ្វីទៅហើយយើងក៏បានឃើញនៅតំណាក់ដែលទស្សនាឋានៈធំនេះវិញគឺអង្គុយលេងជាប់ហើយគ្រាន់តែជាកណ្ដុរកម្រិតទី1នោះទេប៉ុន្តែបែរជាមានស្នៀតប្រយុទ្ធកម្រិតរ៉េងទី7ទៅវិញហើយយើងកាត់ទៅកាន់សាររបស់អប៉ែច័ន្ទសៀវវិញឡើងខ្លោចតែម្ដងសម្រាប់អប៉ែច័ន្ទសៀវក៏មិនជឿនឹងការវាយប្រហារនេះដែរហើយយើងក៏បានឃើញទីលានទាំងមូលគឺស្ងាត់ជ្រាបតែម្ដងហើយសូម្បីអ្នកទស្សនាទឹកមុខរបស់ពួកគេក៏បានផ្លាស់ប្ដូរហើយពេលនោះវិធីក៏ចាប់ផ្ដើមប្រកាសឡើងវិញផងដែរកណ្ដុររន្ទះកម្រិតទី1មានស្នៀតវាប្រហាររ៉េងទី7គឺបានឈ្នះដែលជារបស់កញ្ញាលីនរបស់យើងសូម្បីតែកញ្ញាលីននេះគឺសឹងតែមិនជឿថាខ្លួនឯងឈ្នះនោះទេហើយយើងក៏បានមើលអ្នកទស្សនាទាំងអស់នេះវិញគឺពិតជាហូរកញ្ជឿទៅកាន់កញ្ញាលីនខ្លាំងមែនទែនសរសើរថាកណ្ដុររន្ទះដែលមាននៅស្នៀតប្រយុទ្ធរ៉េងទី7នេះអស្ចារ្យណាស់ហើយសូម្បីតែកញ្ញាលីនក៏មិនដឹងអំពីស្នៀតប្រយុទ្ធកម្រិតរ៉េងទី7នេះផងដែរហើយក៏ចាប់ផ្ដើមគិតថាតើអាចទេគឺជាគាត់គឺជាម្ចាស់ហាងមួយនោះដែលបានផ្លាស់ប្ដូរនៅកណ្ដុររន្ទះមួយនេះ